មុននឹងមកស្គាល់លោកគ្រូអ្នកណាអ្នកជាដែរពីជំងឺបងអ្នកណាអ្នកជាដែរប្អូនខ្ញុំបងខ្ញុំមីងខ្ញុំប្អូនហ្នឹងប្អូនប្រុសប្អូនស្រីប្អូនប្រុសគាត់ឈ្មោះអីដែរគាត់ឈ្មោះពះវិនបាទប្អូនប្រុសឈ្មោះពះវិនចាទៅវៀតណាមអីមិនជាសោះនឹងមកលោកគ្រូមិនជាបាទប្អូនហ្នឹងបើតាមដឹងថាទៅមើលអស់លុយច្រើនណាស់ដើរបាទពេលឥឡូវហ្នឹងបើតាមខ្ញុំដឹងគាត់ជាមិនក្រោមពី7-8ឆ្នាំណាមិនមកជាខាងខ្ញុំណាចាបាទបើខ្ញុំមើលក្នុងរបាយការណ៍មិនក្រោមពី8ឆ្នាំចាបាទហើយបន្ទាប់ពីប្អូនហើយចុះនរណាទៀតបងហ្នឹងបងស្រីបងប្រុសបងស្រីបង្កើតបងស្រីបង្កើតចាបងស្រីឈ្មោះអីដែរឈ្មោះពងសុភាពចាពងភាពបាទបងស្រីក៏ឈ្មោះអីដែរបងឈឺរោគគាត់រោគច្រើនណាបងទៅដល់វៀតណាមមើលអស់ប្រហែលជាប់10-20 លានរោគគឺថាចេញរើមអីតាមនេះក្នុងប៉ុនវិដ័យមួយជើងទៅជាបាលឯក្នុងបានធូរវាមិនជាសោះជាតែនៅឥឡូវគាត់ចេញអីទេហើមពេញខ្លួនហើយអាលៀកឡើងខ្មៅដូចគេវាយអញ្ចឹងដល់ឡើងបានឆ្នាំលោកគ្រូទៅបានស្រកបានអីហូបបាយហូបអីបានទាំងអស់នឹងបងបង្កើតបងហ៎ចាបងបង្កើតបងទី1ហ្នឹងបាទហើយសិតតែដើរមើលច្រើនណាស់ដើររៀបរាប់វៀតណាមខ្មែរអីអស់ហើយមកជាលោកគ្រូបៃតងហ្នឹងច្រើនគ្នាណាស្រុកភូមិខ្ញុំខាងបងជាស្័យខាងបងនៅភូមិអីស្រុកអីនេះបងឃុំកោះសំពៅស្រុកគៀមជើខេត្តព្រៃវែងហើយថ្ងៃនេះមិនអស់ចិត្តទេឃើញប្អូនឃើញបងជាអញ្ចឹងនាំគ្រួសារចានាំគ្រួសារមកទិញថ្នាំមកទិញជីវិតវល់ចាហើយបញ្ហាដែលកាពះពវៀនមកបត់ជើងហ្នឹងបងចាបានថ្ងៃបត់បងឥឡូវផលិតផលលោកគ្រូដែលមានឈ្មោះថាអ៊ីជីណុកហ្នឹងណាអានម្សៅឆុងមិញហ្នឹងណាបងហូបតែ2ម៉ោងបងរត់រាប់ទៅដែរបាទហើយមកកញ្ចប់នេះហូបបានកន្លះខែវាអាចធូរច្រើនណាចាហើយកាលណាបងបត់ជើងមកស្រួលធូរមកកម្រិតហ្នឹងណាបាទអញ្ចឹងទេឥឡូវនេះគឺសម្រាប់ចិត្តបន្ទាប់ពីប្អូនប្រុសក៏ជាបងស្រីបង្កើតក៏ជាហើយសាច់ញាតិភូមិផងហ្នឹងបើតាមខ្ញុំដឹងមកច្រើនណាចាមកច្រើនគ្នាលោកគ្រូមកច្រើនហ្នឹងហើយចាមានអ្នករឿងដងបាតមានអ្នកអីមកច្រើនណាខាងកោះសពៅហ្នឹងចាអញ្ចឹងលោកគ្រូជូនពរឲ្យបងប្រុសជាដូចគេដូចឯងណាបាទណាចាបាទហើយឥឡូវនេះបានជាវទៅថង់ណាទៅថង់យកទៅហូបហើយពេលចិត្តអស់កុំភ្លេចមកយកថែមទៀតឲ្យជាដាច់ចា